5ចំណុចសំខាន់អំពីគុណវិបត្តិនៅពេលដែលកសិករប្រើពូជមិនមានសុខភាពល្អពូជច្រូតច្រើនកណ្ដៀវឬក៏ពូជមិនសុទ្ធល្អលាយឡំជាដើមនៅចំណុចទី5គឺមានសារៈសំខាន់ខ្ញុំនឹងអធិប្បាយចែករំលែកនៅគុណវិបត្តិទាំងអស់នេះឲ្យបងប្អូនស្ដាប់កំសាន្តដើម្បីបានជាការយល់ដឹងហើយផ្ទៀងផ្ទាត់នៅអ្វីដែលបងប្អូនកំពុងតែអនុវត្តនៅវិធីទាំងអស់នេះតើពិតជាមានគុណវិបត្តិទាំង5ចំណុចដូចខ្ញុំលើកឡើងដែរឬទេបាទជំរាបសួរដល់ពុកម៉ែបងប្អូនប្រជាកសិករទាំងអស់គ្នានៅចំណុចទី1នៅពេលដែលយើងប្រើប្រាស់ពូជដែលមិនមានសុខភាពល្អគុណវិបត្តិនឹងផ្ដល់នៅការធ្លាក់ទិន្នផលប្រចាំរដូវតែម្ដងនោះគឺពូជស្រូវដែលមិនសត់ល្អពូជច្រើនកណ្ដៀវនឹងធ្វើឲ្យដំណាំស្រូវដុះលូតលាស់មិនស្មើគ្នាទេគឺវាលូតលាស់សុខភាពល្អដាច់ដោយឡែកទៅសុខភាពខ្សោយដាច់ដោយឡែកទៅហើយនៅក្នុងតំបន់ផ្ទៃដីកាឡាតែមួយអញ្ចឹងផលវិបាកហ្នឹងគឺធ្វើឲ្យចំនួនស្រូវការដុះមកមិនស្មើគ្នាគ្រាប់នៅក្នុងគួរក៏អាចនឹងថមថយហើយលទ្ធផលនៅក្នុងមេតាគឺនឹងធ្លាក់ចុះនៅទិន្នផលកសិករខ្លាំងគឺតាមចំនួនដែលខ្ញុំធ្លាប់ជួបគឺអាចបាត់បង់ទិន្នផល10%ឬក៏ទៅ30%ជាងក៏មានដែរទៅតាមសភាពនៃការថែទាំនិងទំហំនៃពូជដែលត្រូវខូចខាតឬក៏សុខភាពមិនល្អនោះឯងនៅចំណុចទី2គឺតកតងនឹងការដែលប្រើប្រាស់ពូជមិនសុទ្ធល្អឬក៏ពូជដែលមិនមានសុខភាពល្អជាដើមនេះគឺងាយនឹងឆ្លងជំងឺនិងសត្វល្អិតអញ្ចឹងពូជស្រូវដែលមិនមានសុខភាពល្អអាចមានមេរោគឬជំងឺភ្ជាប់មកជាមួយតាំងពីគ្រាប់ពូជស្រេចតែម្ដងឧទាហរណ៍ពពួកជំងឺផ្សិតលើគ្រាប់ស្រូវជំងឺបាក់តេរីនិងសត្វល្អិតងាយនឹងវាយប្រហារដោយស្រួលដោយសារតែប្រព័ន្ធការពារនឹងត្រូវបានចុះខ្សោយវាធ្វើឲ្យស្រូវចុះខ្សោយហើយជំងឺអាចរាលដាលលឿននៅក្នុងស្រែទាំងមូលឧទាហរណ៍ថាបងប្អូនប្រើពូជដោយសត្វល្អក៏នៅតែមានជំងឺលើដំណាំស្រូវប្រើពូជមិនសិតល្អក៏នៅតែមានដែរប៉ុន្តែនៅពេលដែលយើងប្រើពូជមិនសិតល្អពូជមិនមានភាពច្បាស់លាស់ធន់ទ្រាំគឺវារាលដាលលឿនហើយពិបាកគ្រប់គ្រងឲ្យជាដាច់ឡើងវិញណាស់នៅចំណុចទី3គឺតកតងនឹងភាពលូតលាស់មិនស្មើគ្នាការដែលយើងប្រើប្រាស់ពូជដែលមិនមានសុខភាពល្អពូជដែលច្រូតច្រើនដងហើយបាត់បង់ហ្សែនពូជដែលមានភាពច្រឡំគ្នាអញ្ចឹងការលូតលាស់ក៏មិនស្មើគ្នាដែរនៅពេលដែលយើងប្រើពូជមិនសត់នោះគឺការលូតលាស់វាមានលក្ខណៈខុសៗគ្នាកន្លែងខ្លះក៏ដុះលូតលាស់ល្អទៅកន្លែងខ្លះក៏ដុះយ៉ាងលំបាកលំបិនអញ្ចឹងទៅអញ្ចឹងខ្លះខ្ពស់ខ្លះទាបហើយដល់ពេលដំណាក់កាលបង្កើតផ្កាផ្លែហ្នឹងគឺខ្លះក៏ទាបខ្លះក៏ខ្ពស់ខ្លះក៏ចេញផ្កាមុនចេញផ្កាក្រោយខ្លះទុំមុនទុំក្រោយដែលធ្វើឲ្យបញ្ហាទាំងអស់នេះពិបាកនឹងគ្រប់គ្រងជីឬថ្នាំពិសេសគឺទឹកតែម្ដងកន្លែងដែលវាធំធាត់ហ្នឹងក៏យើងត្រូវការរំដោះទឹកចេញប៉ុន្តែវាត្រូវការផ្នែកផ្សេងទៀតដែលវាត្រូវការទឹកអញ្ចឹងធ្វើឲ្យយើងពិបាកនេះគ្រាន់តែឧទាហរណ៍អំពីបញ្ហាដែលកើតឡើងប្រឈមនឹងហើយការប្រមូលផលក៏មិនងាយស្រួលផងដែរនេះគឺនៅចំណុចទី3ដែលបងប្អូនគួរតែស្វែងយល់ថាតើចំណុចទាំងអស់នេះបងប្អូនបានឆ្លងកាត់ប្រើប្រាស់ពូជបែបហ្នឹងជួបហើយឬនៅចំណុចទី4ដែលជាគុណវិបត្តិហ្នឹងគឺគុណភាពអង្ករត្រូវបានធ្លាក់ចុះបើយើងនិយាយថាជាទីផ្សារទូទៅគឺអង្ករត្រូវបានលក់បានតម្លៃទាបជាងគេដោយសារតែអង្ករมันមានភាពច្បាស់លាស់មានន័យថាมันស្តង់ដារតែមួយបាទអានេះมันនិយាយអំពីស្រូវធ្លាក់ថ្លៃឬក៏ឡើងចុះទេពុកម៉ែបងប្អូនពូជមិនសត់ឬលាយគ្នាច្រើនប្រភេទព្រោះភាពច្រឡំនោះនឹងធ្វើឲ្យគ្រាប់ស្រូវមានលក្ខណៈខុសៗគ្នាទាំងទំហំមិនស្មើគ្នាអង្ករមិនដូចគ្នាគុណភាពសម្រាប់ទីផ្សារក៏មិនអាចទទួលយកបាននៅតម្លៃពេញលេញផងដែរអង្ករដែលលាយពូជច្រើនធម្មតាគឺអាចលក់បាននៅតម្លៃទាបហើយបើនៅស្រុកខ្ញុំវិញគេហៅថាស្រូវចំណីទាមានន័យថាពេលដែលភាពច្បោកច្បល់ច្រឡំពូជចុះឡើងទៅពណ៌ស្អាប់អុចត្នោតផ្សេងៗនៅលើគ្រាប់គឺคล้ายទៅជាស្រូវមិនមានតម្លៃនោះទេបាទអញ្ចឹងបងប្អូននឹងមាន
លោកបានថ្លៃយ៉ាងណាក៏តាមយ៉ាងនោះទៅចំណុចទី5ចុងក្រោយដែលជាសារៈសំខាន់នោះគឺបងប្អូនត្រូវដឹងថាការចំណាយថ្លៃដើមនឹងកើនឡើងពេលដែលស្រូវបងប្អូនដែលជាពូជស្រូវនឹងមិនមានសុខភាពល្អបងប្អូនដែលជាកសិករនោះប្រកាសតែត្រូវបាញ់ថ្នាំច្រើនជាងមុនប្រើជីបន្ថែមដើម្បីបង្កើនស្ថិរភាពនៃការលូតលាស់ថែទាំពេលវេលានោះគឺដិតដល់ខ្លាំងចុងក្រោយចំណាយកើនឡើងតែទិន្នផលមិនកើនតាមការចំណាយនោះទេទាំងនេះហើយដែលធ្វើឲ្យការចាយដើមទុនកាន់តែខ្ពស់ធ្វើឲ្យបងប្អូនពិបាករកផលចំណេញអញ្ចឹងសារជាចុងក្រោយដែលខ្ញុំនឹងចែករំលែកឲ្យបងប្អូននោះគឺដើម្បីទទួលបានទិន្នផលល្អបងប្អូនគួរតែអនុវត្តដោយការជ្រើសរើសពូជសតនិងមានគុណភាពល្អប្រើពូជដែលមានប្រភពច្បាស់លាស់ធ្វើដោយដៃខ្លួនឯងច្រូតទី1ច្រូតទី2ចឹងទៅបាទហើយជៀសវាងការប្រើពូជដែលច្រូតច្រើនកណ្ដៀវ3កណ្ដៀវឡើងទៅនោះគឺមិនល្អទេចុងក្រោយបងប្អូនដឹងទេថាពូជល្អគឺជាជំហានដំបូងសម្រាប់ទិន្នផលខ្ពស់បាទទោះបីយើងមានជីថ្នាំពូកែថែទាំដិតដល់យ៉ាងណាក៏ដោយបើសិនតែពូជមិនល្អហើយនោះគឺទិន្នផលមិនគប់ប្រសើរនោះទេដែលធ្វើឲ្យបងប្អូនខាតពេលវេលាមួយរដូវត្រូវចំណេញច្រើនតែមិនចំណេញច្រើនបាទអញ្ចឹងអរគុណដល់បងប្អូនទាំងអស់គ្នាដែលទស្សនានៅវីដេអូនេះគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចែករំលែកនៅវីដេអូនេះម្នាក់មួយផងហើយបើបងប្អូនមានចម្ងល់ចង់បាននៅកន្លឹះល្អៗអាចខមមិននៅខាងក្រោមខ្ញុំនឹងស្រាវជ្រាវចែករំលែកឲ្យបងប្អូនស្ដាប់បន្តដើម្បីជាការកម្សាន្តអរគុណច្រើនជម្រាបលា